បាទសួស្តីប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសូមជូនព័ត៌មានអន្តរជាតិមួយបាទមានបរិះម្នាក់បានបាញ់សារធាតុគីមីចូលទៅក្នុងផ្សារទំនើបនៅកណ្ដាលក្រុងតូក្យូដែលបណ្ដាលឲ្យមនុស្ស20នាក់ធ្លាក់ខ្លួនឈឺតែម្ដងមនុស្សប្រហែលជា20នាក់បានរងរបួសនៅក្នុងផ្សារទំនើបប្រណិតមួយកន្លែងនៅកណ្ដាលទីក្រុងតូក្យូប្រទេសជប៉ុននៅថ្ងៃច័ន្ទបន្ទាប់ពីបរិះម្នាក់បានបាញ់ថ្នាំដែលមានសារធាតុគីមីចូលទៅក្នុងផ្សារទំនើបនោះឯងវាយោងតាមមន្ត្រីប៉ូលីសនិងនាយកដ្ឋានពលរដ្ឋអគ្គិភ័យនៅប្រទេសជប៉ុននៅក្នុងពាក្យប៉ូលីសទីក្រុងតូក្យូលោក Yusuke Koyade ប្រាប់ភ្នាក់ងារសារព័ត៌មាន APF នៅថ្ងៃទី25ខែឧសភានេះថាបរិះម្នាក់បានបាញ់ថ្នាំដែលមានសារធាតុគីមីនៅម៉ាស៊ីន ATM ជាន់ផ្ទាល់ដីនៃអគារគណៈមន្ត្រីនាយកដ្ឋានពលរដ្ឋអគ្គិភ័យក្នុងតំបន់បានប្រាប់ថាមនុស្សប្រហែលជា20នាក់បានរងរបួសបន្ទាប់មានរបាយការណ៍រាយការណ៍ថាមានក្លិនចម្លែកបាទផ្លូវនៅមុខផ្សារទំនើបស្ថិតនៅសង្កាត់ជាយសាមានភ្ញៀវទេសចរយ៉ាងច្រើនហើយផ្សារទំនើបក៏ត្រូវបានបិទទ្វារបន្ទាប់ពីហេតុការណ៍នេះបានកើតឡើងអ្នកយកសារព័ត៌មាន AFP ម្នាក់បាននៅកន្លែងកើតហេតុឃើញមនុស្ស2នាក់កំពុងតែដឹកក្នុងរថយន្តសង្គ្រោះបន្ទាន់ខណៈអ្នកក្រុមពលរដ្ឋអគ្គិភ័យនិងមន្ត្រីស្លៀកពាក់ឈុតការពារសុវត្ថិភាពបាននាំមនុស្សចេញពីផ្សារទំនើបចូលទៅក្នុងឡានដឹកទំនិញឯកទេសដើម្បីត្រួតពិនិត្យពួកគេអ្នកកសែតរបស់ទូរទស្សន៍ NHK និយាយថារបួសពួកគេប្រហែលជាស្រាលទេស្ត្រីអាយុ70ឆ្នាំម្នាក់នៅក្នុងផ្សារទំនើបបានប្រាប់អ្នកសារព័ត៌មានថាបំពង់ករបស់គាត់គឺចាប់ផ្ដើមរមាស់និងឈឺចាប់ពេលខ្លួនដើរទៅជិតម៉ាស៊ីន ATM ហ្នឹងស្ត្រីម្នាក់បានលើកឡើងថាពេលខ្ញុំមកដល់ភាពចលាចលបានចាប់ផ្ដើមរួចទៅហើយខ្ញុំគិតថាប្រហែលជាមានភ្លើងឆាសតូចមួយឬក៏មានអីកើតឡើងមួយពេលខ្ញុំចូលទៅដល់ជ្រុងមួយនៃម៉ាស៊ីន ATM បំពង់ករបស់ខ្ញុំក៏ចាប់ផ្ដើមរមាស់ស្ទើរតែស្ពឹកមន្ត្រីពលរដ្ឋអគ្គិភ័យនៅកន្លែងកើតហេតុថាប៉ូលីសកំពុងតែស៊ើបអង្កេតរកមូលហេតុរឿងនេះគួរបញ្ជាក់ផងដែរថាអ ுக ្រិតកម្មហិង្សាគឺកម្រមានណាស់នៅក្នុងប្រទេសជប៉ុនមានអត្រាឃាតកម្មទាបនិងច្បាប់ប្រើប្រាស់អាវុធក៏តឹងរ៉ែងបំផុតជាងគេនៅលើពិភពលោកផងដែរបាទឃើញថាមិនទាន់មានករណីណាដែលប៉ះពាល់ដល់អាយុជីវិតរបស់អ្នកដែលរងគ្រោះនៅតំបន់នោះទេមានតែរបួសស្រាលបន្តិចបន្តួចដែលប៉ះពាល់ទៅដោយសារធាតុគីមីនឹងមិនដឹងថាអាសារធាតុគីមីនឹងអាចវិវត្តទៅឲ្យបញ្ហាធ្ងន់ធ្ងរដល់អ្នកដែលទទួលរងផលប៉ះពាល់ដែរឬទេអានឹងចាំមើលព័ត៌មានដែលគេនឹងអាប់ដេតបន្តទៅទៀតបាទពីខ្ញុំបាទក៏មានប៉ុណ្ណេះផងដែរសូមអរគុណសូមជម្រាបលា